រឿងមនុស្ស4នាក់កាលពីព្រេងនាយមានបុរសឆោត4នាក់ព្រមព្រៀងគ្នាដើររៀនក្តីលុះដើរបន្តិចទៅចាប់បានអណ្ដើក5បុរសទាំង4នាក់នោះក៏យកអណ្ដើកមកចែកគ្នាដល់ចែកទៅចែកមកនៅសល់អណ្ដើក1មនុស្សទាំងអស់នោះមិនសុខចិត្តតែរៀងខ្លួនក៏ចែកគ្នាម្ដងទៀតចែកទៅចែកមកសល់អណ្ដើក1ដដែលមិនដឹងគិតធ្វើដូចម្ដេចបុរសទាំង4នាក់នោះទាល់គំនិតក៏អង្គុយមើលមុខគ្នាធ្វើភ្នែកក្រឡងក្នុងវេលានោះមានបុរសម្នាក់ទៀតដើរទៅកាន់ទីនោះប្រទះនឹងមនុស្សទាំង4នាក់នោះក៏ឈរមើលគេចែកអណ្ដើកគ្នាហើយបុរសនោះឃើញឆោតដូច្នោះក៏សើចហើយនិយាយនឹងបុរស4នាក់នោះមើលទៅអ្នកដូចជាមិនសូវប្រសប់សោះបុរស4នាក់គ្រាន់តែឮសម្ដីប៉ុណ្ណោះក៏និយាយថាអោលោកបើលោកចេះអាណិតមកចែកឲ្យយើងបន្តិចបុរសនោះឮដូច្នោះក៏ដើរចូលអង្គុយជិតចាប់អណ្ដើក5នោះមកហើយរើសមើលអណ្ដើកណាដែលធំជាងគេយកមកទ្របអង្គុយនៅសល់អណ្ដើក4ក៏ចែកឲ្យបុរសទាំង4នាក់នោះមួយម្នាក់បុរសទាំង4នាក់ក៏សុខចិត្តរៀងខ្លួនហើយអ្នកទាំងអស់គ្នាសួរគេថាអ្នកមើលទៅប្រហែលជាអ្នកចេះក្តីបុរសនោះឆ្លើយថាខ្ញុំចេះបុរសទាំង4នាក់ក៏តបទៅវិញថាអោបើអ្នកចេះក្តីសូមមេត្តាប្រាប់យើងផងបុរសម្នាក់នោះធ្វើឆ្លើយបើអ្នកចូលចិត្តឲ្យខ្ញុំប្រាប់ត្រូវអ្នកទន្ទិញតាមខ្ញុំបុរស4នាក់ឆ្លើយថាបាទហើយបុរសនោះប្រាប់ឲ្យអ្នកទាំង4នាក់នោះឲ្យទន្ទិញរៀងខ្លួនគឺប្រាប់បុរសទី1ថាទំពួកវាទៅភ្នៅវាមកប្រាប់ទៅបុរសទី2ថាមានប្រឡាយទឹកវាហូរប្រាប់ទៅបុរសទី3ថាមានសម្រាមឆ្កែវាជុំបន្ទាប់មកប្រាប់បុរសទី4ថាមែនគេថាបុរស4នាក់ក៏ទន្ទិញពាក្យនេះចេះចាំគ្រប់គ្នាទៅហើយបុរស4នាក់នោះនាំគ្នាទៅឆ្ងាយទៅបានដល់ភូមិមួយនឹងរកផ្ទះសំបែងសំណាក់ក៏គ្មានលុះបន្តិចទៅបានប្រទះនឹងយាយចាស់មេម៉ាយម្នាក់ក៏និយាយសុំផ្ទះយាយចាស់នោះសំណាក់គាត់ក៏ព្រមឲ្យហើយបុរសនោះនាំគ្នាទាំង4នាក់សំណាក់នៅផ្ទះយាយនោះទៅយប់នោះអ្នកទាំង4ក៏នាំគ្នាទន្ទិញពាក្យក្តីដែលបុរសម្នាក់នោះប្រាប់ទន្ទិញមិនឈប់មិនឈរទល់តែភ្លឺយាយចាស់ខឹងណាស់ព្រឹកឡើងគាត់ទៅប្តឹងមេស្រុកយប់មិញនោះមានបុរស4នាក់មកសុំផ្ទះខ្ញុំសំណាក់បុរសទាំង4នាក់ចេះតែនិយាយទន្ទិញទាល់តែភ្លឺតែមិនដឹងពាក្យថាដូចម្ដេចស្ដាប់មិនបានសោះខ្ញុំខានដេកវល់ព្រឹកហេតុនេះខ្ញុំមកប្តឹងលោកសូមលោកហៅមនុស្សទាំង4នាក់នោះមកជំនុំជម្រះឲ្យខ្ញុំមេស្រុកបានស្ដាប់ក៏ឲ្យបម្រើទៅហៅបុរសទាំង4នាក់នោះមកហើយសួរថាហេតុដូចម្ដេចបានជាឯងទន្ទិញអ្វីទាល់តែភ្លឺ
រកតែយាយចាស់គាត់ដេកពូនពុំបានចុះដែលឯងទៅទិញនោះតើទៅទិញពីអ្វីបុរសទាំង4នាក់នោះឆ្លើយថាខ្ញុំទៅទិញពីក្តីមេស្រុកបង្គាប់ទៅទៀតថាចូលឯងរកគ្នាសូត្រពាក្យនោះម្ដងម្នាក់ទៅមើលអញនឹងស្ដាប់បុរសទី1ថាទំពួកវាទៅទើបភ្នៅវាជ្រុះបុរសទី2ថាមានប្រឡាយទើបទឹកវាហូរបុរសទី3ថាមានសម្រាមទើបឆ្កែវាជុះចំណែកបុរសទី4ថាមែនទើបគេថាស្ដាប់ពាក្យនោះហើយមេស្រុកក៏កាត់សេចក្តីថាឯងទាំង4នាក់ត្រូវនៅជាមួយខ្ញុំបម្រើយាយចាស់នេះបុរសអស់នោះក៏ទៅនៅធ្វើជាខ្ញុំបម្រើយាយចាស់នោះទៅយាយចាស់នោះគាត់ប្រើឲ្យធ្វើការសពសារពើរាល់តែថ្ងៃលុះនៅនឹងយាយនោះបាន 3-4 ខែទៅយាយគាត់ប្រើបុរសទាំង4នាក់នោះឲ្យទៅកាប់ឈើធ្វើទូកអ្នកទាំង4នាក់ក៏នាំគ្នាចូលទៅក្នុងព្រៃធំហើយដើររកឈើណាមានប្រហោងទើបកាប់លុះចូលទៅក្នុងព្រៃជ្រៅបានប្រទះឈើធំមួយដើមមានប្រហោងបុរសទាំង4នាក់និយាយគ្នាថាយើងបានប្រទះឈើប្រហោងហើយយើងត្រូវនាំគ្នាកាប់ឈើនេះបុរសទាំង4នាក់មូលមាត់គ្នាក៏កាប់រំលំឈើប្រហោងនោះលុះឈើជិតរលំបុរសទាំង4នាក់ស្រែកថាកូនយើងជិតរលំហើយអាណាម្នាក់រត់ទៅចាំត្រកុំឲ្យបែកឈើយើងក្រែងធ្វើទូកមិនកើតបុរសម្នាក់ក៏ស្ទុះទៅចាំត្រដល់ឈើនោះបាក់មកសង្កត់ស្លាប់ធ្វើមាត់ស្ញែងបុរស3នាក់ឃើញដូច្នោះក៏នាំគ្នាសើចថាយើអានេះខ្លាំងណាស់វៃឈើទំហំប៉ុណ្ណឹងក៏តែវាទ្រាំបានហើយវាសើចថែមទៀតបុរស3នាក់នាំគ្នាមើលបុរសម្នាក់ដែលស្លាប់ដល់យូរពេកក៏ស្រែកហៅថាយីមកឆាប់ឡើងនឹងអាលទៅឃ្លានបាយណាស់លុះឃើញនៅស្ងៀមក៏នាំគ្នាដើរចូលទៅមើលកាលដឹងថាបុរសនោះស្លាប់បុរស3នាក់ភ័យណាស់និយាយគ្នាថាយើងនៅមិនបានទេតែយើងខំនៅមុខជាគេប្តឹងថាយើងវាសម្លាប់អានេះបើដូច្នេះត្រូវយើងនាំគ្នារត់ថាហើយក៏ព្រមព្រៀងគ្នារត់ទៅដល់ពេលយប់វង្វេងផ្លូវមិនដឹងរត់ទៅឯណាក៏ស្រាប់តែវល់នៅត្រង់កំពង់ផ្ទះយាយហើយនាំគ្នាលួចទូកយាយនោះអុំទៅត្រើយម្ខាងបុរសទាំង3នាក់នាំគ្នាចុះទូកម្នាក់នៅខាងកន្សៃបែរមុខទៅខាងកន្សៃម្នាក់នៅខាងក្បាលក៏បែរមុខទៅខាងក្បាលម្នាក់ទៀតអង្គុយកណ្ដាលបាច់ទឹកទូកតែមិនបានស្រែកខ្សែចំណងទូកនោះចេញចេះតែនាំគ្នាអុំមួយយប់ទល់ភ្លឺនៅតែដដែលលុះភ្លឺស្វាងឡើងយាយចាស់ចុះដងទឹកប្រទះបុរស3នាក់ហើយស្រែកថាយើអានេះរត់ទៅណាបុរស3នាក់ក្រឡេកឃើញយាយចាស់ជីចវាយខ្លួនក៏ទាល់ប្រាជ្ញាមិនដឹងបើរត់ទៅណាក៏ទៅនៅបម្រើយាយចាស់វិញដដែលទៅ
រឿងមនុស្ស4នាក់ក៏ចប់ត្រឹមនេះ